ចិត្តដល់ថ្ងៃប្រឡង IELTS នេះប៉ុន្តែបន្ទុកអត់មានឡើងទៅណាសោះបើអ្នកទាំងអស់គ្នាមានបញ្ហានេះគឺជា YouTube Channel 3ដែលអាចជួយអ្នកទាំងអស់គ្នាត្រៀមខ្លួនសម្រាប់ការប្រឡង IELTS បានវីដេអូថ្ងៃនេះនាំមកជូនលោកអ្នកពិសេសដោយជីលោកបាដែលជំនួយដល់គូក្បាលនិងបង្កើនការចងចាំទី1គឺ E2 IELTS ហើយថា Channel នេះ Channel ដែលខ្ញុំបានចំណាយពេលទស្សនាច្រើនមែនតើនៅពេលដែលខ្ញុំត្រៀមប្រឡង IELTS ចំពោះ Channel គាត់ផ្ទាល់វិញគឺមានទាំង4ជំនាញតែម្ដងអាចថាគាត់មិនមែនត្រឹមតែលើកឡើងតែទៅជាមួយនឹង tip ទេប៉ុន្តែក៏មានជាឧទាហរណ៍ហើយសំណួរដែលយើងអាចយកមកវឹកហាត់ខ្លួនឯងផ្ទាល់ផងដែរ tip មួយសម្រាប់អ្នកទាំងអស់គ្នាហ្នឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាខ្សោយទៅលើជំនាញណាមួយអ្នកទាំងអស់គ្នាអាចស្វែងរក playlist តងជាមួយជំនាញហ្នឹងហើយរៀនសូត្រតែតងជាមួយនឹង tip ហ្នឹងជាមួយនឹងវឹកហាត់ផ្ទាល់តែម្ដងផងដែរទី2គឺ IELTS by IDP នេះគឺជា channel ផ្លូវការផ្ទាល់របស់ IDP ដែលជាស្ថាប័នគ្រប់គ្រងទៅលើតេស្ត IELTS ដូច្នេះបានន័យថាមាតិកានៅលើ channel នេះគឺមានលក្ខណៈជាក់លាក់ជឿទុកចិត្តបាននិងទាន់ពេលវេលាខ្លាំងមែនតើពិសេសហ្នឹងនៅលើ channel នេះមិនត្រឹមតែមានជា tip តែមានការសម្ភាសជាមួយនឹងអ្នកដែលបានប្រឡង IELTS បន្ទុកខ្ពស់ហ្នឹងផ្ទាល់ផងដែរដូច្នេះខ្ញុំគិតថាវាពិតជាមានប្រយោជន៍ខ្លាំងមែនតើដើម្បីយើងត្រៀមខ្លួនត្រៀមចិត្តជាពិសេសកុំឲ្យយើងមានការភ័យខ្លាចខ្លាំងពេកនៅពេលដែលយើងប្រឡងផ្ទាល់ទី3គឺ English Speaking Success Channel នេះគឺពិសេសសម្រាប់អ្នកទាំងអស់គ្នាដែលចង់ពង្រឹងជំនាញនិយាយ speaking តែម្ដង Channel របស់គាត់គឺមានលក្ខណៈ fan មិនសូវមានសម្ពាធនិងមានប្រយោជន៍ខ្លាំងមែនតើគាត់ផ្ដោតសំខាន់ធ្វើយ៉ាងណាឲ្យយើងបញ្ចេញគំនិតរបស់យើងហ្នឹងដោយមានលក្ខណៈធម្មជាតិតាមដែលអាចយើងធ្វើទៅបានពិសេសហ្នឹង Channel គាត់មិនត្រឹមតែមានតាក់ទងជាមួយនឹង tip ប៉ុន្តែក៏មានជាឧទាហរណ៍ជាពិសេសហ្នឹងគឺគាត់ផ្ដោតទៅលើពាក្យដែលមានន័យពិសេសដូចជា idiom proverb ដែលពាក្យទាំងអស់នោះគឺគេប្រើប្រចាំថ្ងៃនៅក្នុងភាសាអង់គ្លេសហើយយើងអាចយកមកប្រើប្រាស់ក្នុងការ speaking របស់យើងហ្នឹងជួយលើកបន្ទុករបស់យើងហ្នឹងកាន់តែខ្ពស់ផងដែរ tip សម្រាប់អ្នកទាំងអស់គ្នាហ្នឹងកុំភ្លេចយកសំណួរឧទាហរណ៍របស់គាត់ហ្នឹងយកមកវឹកហាត់និយាយផ្ទាល់ខ្លួនផងដែរនេះគឺជាចំណុចបន្ថែមសម្រាប់អ្នកទាំងអស់គ្នាមួយនៅពេលដែលអ្នកទាំងអស់គ្នាបាន tip ទាំងអស់ពី YouTube Channel ទាំងអស់នេះខ្ញុំណែនាំខ្លាំងមែនតើឲ្យអ្នកទាំងអស់គ្នាហ្នឹងកុំភ្លេចវឹកហាត់ផងដែរហើយនេះគឺជា website មួយដែលខ្ញុំតែងតែវឹកហាត់ទៅលើ4ជំនាញផ្ទាល់តែម្ដងដើម្បីដឹងថាខ្ញុំនៅខ្វះចន្លោះនៅលើជំនាញណាដើម្បីខ្ញុំដឹងថាតើខ្ញុំគួរតែផ្ដោតទៅលើជំនាញណានិងនៅលើចំណុចណាដែរអញ្ចឹងបានថាការសិក្សាជាមួយនឹងការវឹកហាត់ហ្នឹងគឺយើងត្រូវតែប្រកួតប្រសំគ្នាហ្នឹងដើម្បីធ្វើឲ្យយើងហ្នឹងរីកចម្រើនជាងមុនផងដែរតែអ្នកទាំងអស់គ្នាមាន YouTube Channel ណាផ្សេងដែលអ្នកទាំងអស់គ្នាចង់ណែនាំសម្រាប់ការត្រៀមខ្លួនប្រឡង IELTS ដែរឬទេកុំភ្លេច comment ខាងក្រោមជាពិសេសកុំភ្លេច share វីដេអូនេះផងដែរអរគុណវីដេអូថ្ងៃនេះនាំមកជូនលោកអ្នកដោយជីលោកបាផ្សំឡើងពី Ginkgo biloba ដែលមានប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការព្យាបាលនិងបង្ការការចុះអន់ខ្សែនៃខួរក្បាលដើម្បីជំនួយដល់សុខភាពខួរក្បាលនិងធ្វើឲ្យប្រសើរឡើងនៅមុខងាររបស់ខួរក្បាលទាក់ទងជាមួយនឹងការគិតការផ្ចង់អារម្មណ៍ការចងចាំការឆាប់យល់ដឹងនិងការវិនិច្ឆ័យជាដើមអ្នកទាំងអស់គ្នាអាចជាវជីលោកបាបានតាមអសតស្ថានដែលចិត្តលោកអ្នកបំផុតពិសេសកុំភ្លេចអានការណែនាំមុនពេលប្រើប្រាស់ផងដែរ